បាទសូមគោរពបងប្អូននិងក្នុងវីដេអូនេះសំខាន់មួយទៀតដែលខ្ញុំចង់ជម្រាបជូនបងប្អូនពីការព្យាបាលមាន់បាទជាធម្មតាយើងមិនអាចកំណត់ 100% ថាការវិនិច្ឆ័យរោគសញ្ញាហើយពេលដែលយើងទៅព្យាបាលហ្នឹងណាប្រកាសថា 100% អាចព្យាបាលទេបាទអញ្ចឹងក្នុងវីដេអូខ្លីនេះខ្ញុំចង់បញ្ជាក់បងប្អូនថាអញ្ចេះនៅក្នុងវិធីសាស្ត្រនៅក្នុងការព្យាបាលមាន់ខ្ញុំបានសរសេររបៀបនៅក្នុងការព្យាបាលមាន់រហូតទៅដល់11ឬក៏12ចំណុចបាទ12ចំណុចនៅក្នុងការព្យាបាលមាន់ បើសិនជាបងប្អូនអនុវត្តទៅតាមគោលការណ៍ទាំងអស់នោះចឹងភាគរយនៃការព្យាបាលគឺមានសង្ឃឹមច្រើនក៏ប៉ុន្តែបើសិនជាយើងមិនអនុវត្តតាមវិធីសាស្ត្រហ្នឹងទេការព្យាបាលបងប្អូននឹងបោះបង់ចោលកដាទីបងប្អូនត្រូវដឹងថាមូលហេតុនៃការដែលព្យាបាលមាន់មិនជាដោយសារតែទី1ការធ្វើរោគវិនិច្ឆ័យវាអត់ត្រូវអាហ្នឹងដំបូងបាទធ្វើរោគវិនិច្ឆ័យអត់ត្រូវប្រើថ្នាំអត់ត្រូវទេអញ្ចឹងការធ្វើរោគវិនិច្ឆ័យគឺមើលអីខ្លះយើងមើលតាមពីសភាពរបស់មាន់ហ្នឹងវាយ៉ាងម៉េចបាទអាការៈខាងក្រៅវាបែបម៉េចអាការៈខាងក្នុងវាបែបម៉េចហើយយើងទៅពិនិត្យមើលប្រវត្តិនៃកម្មវិធីវ៉ាក់សាំងទៅលើមាន់ហ្នឹងទៀតមាន់ហ្នឹងធ្លាប់បានធ្វើវ៉ាក់សាំងអីខ្លះកន្លងមកហ្នឹងអញ្ចឹងណាយើងមើលអាហ្នឹងហើយបានយើងដាក់ការសន្និដ្ឋានថាទៅលើជំងឺអីឲ្យប្រកាសបន្តមកទៀតបងប្អូនទៅពិនិត្យមើលត្រង់មើលកន្លែងដែលសត្វយើងរស់នៅមើលរបៀបដែលសត្វយើងវារស់នៅតើវារស់នៅបែបម៉េចកន្លែងដែលសត្វយើងរស់នៅវាមានសុវត្ថិភាពអត់ពាក់ព័ន្ធនឹងក្លិនពាក់ព័ន្ធនឹងអនាម័យអីនឹងការពារតាមមធ្យោបាយអនាម័យតែយើងបានធ្វើឲ្យនៅកន្លែងហ្នឹងណាអាហ្នឹងគឺការវិនិច្ឆ័យរោគដំបូងទីគឺយើងទៅមើលអស់ហ្នឹងបន្ទាប់ពីយើងមើលចឹងហើយបើសិនជាមើលឃើញថាជំងឺដែលវាឈឺនេះជាប្រភេទជំងឺដែលបង្កដោយបាក់តេរីឬក៏ជំងឺប៉ារ៉ាស៊ីតឬក៏ជំងឺដែលវាជាជំងឺកង្វះអាហារូបត្ថម្ភឬក៏ជាជំងឺ stress ដែលវាចឹកគ្នាអានោះយើងទៅចាត់ចែងទៅតាមប្រភេទជំងឺនីមួយៗនឹងយើងដោះស្រាយតាមមធ្យោបាយប្រើប្រាស់ថ្នាំខ្លះប្រើប្រាស់ការកែលម្អទៅលើបរិស្ថាននៃរស់នៅរបស់យើងខ្លះបាទកែលម្អទៅលើចំណីខ្លះអានោះជាវិធីសាស្ត្រនៅក្នុងការកែលម្អបើសិនជាមិនអញ្ចឹងទេបងប្អូនផ្ដាល់តែថ្នាំតែម្យ៉ាងគឺការព្យាបាលនឹងបរាជ័យហ្មងពីព្រោះហេតុដែលនាំឲ្យសត្វឈឺនោះមិនមែនតែជាជំងឺដែលបង្កដោយវីរុសដែលត្រូវតែវ៉ាក់សាំងទេប៉ុន្តែជំងឺខ្លះវាបង្កដោយបាក់តេរីដែលវាកើតឡើងពីកន្លែងដែលសត្វយើងរស់នៅហ្នឹងអញ្ចឹងយើងទៅកែលម្អអាហ្នឹងសិនបានយើងអាចព្យាបាលទៅមានសង្ឃឹមភាគរយខ្ពស់ដែលអាចជាទៅបានអញ្ចឹងណាបាទអញ្ចឹងដំណាក់កាលទី1នេះគឺយើងធ្វើរោគវិនិច្ឆ័យឲ្យបានទៅទាំងអស់ទាំងសភាពរបស់សត្វហ្នឹងតើវាឈឺបែបម៉េចមើលច្រមុះមើលបំពង់កមើលស្អីអាចវះមើលក្នុងទៀតបើសិនជាអាចហើយបានយើងទៅពិនិត្យមើលកន្លែងដែលសត្វយើងរស់នៅហ្នឹងណាតាមឲ្យតាន់កន្លែងហ្នឹងហើយយើងដាក់ថ្នាំព្យាបាលបើសិនជាជំងឺហ្នឹងអាចប្រើប្រាស់ថ្នាំព្យាបាលអាហ្នឹងយើងប្រើប្រាស់ថ្នាំព្យាបាលរយៈពេល3ថ្ងៃយើងតាមដានមើលវាថ្ងៃទី1ថ្ងៃទី2ថ្ងៃទី3ការប្រើប្រាស់ថ្នាំហ្នឹងហើយថ្នាំហ្នឹងដាក់ឲ្យត្រូវកម្រិតខ្ញុំបានសរសេរសភៅមួយចិត្តហើយនិយាយពីថ្នាំហ្នឹងដែលបងប្អូនឲ្យបងប្អូនស្គាល់ពីថ្នាំស្គាល់ពីរបៀបប្រើហើយស្គាល់ពីការតាមដាននៃការវិវត្តរបស់ថ្នាំហ្នឹងវាមិនខ្មិចបាទសរសេរចិត្តហើយបាទខ្ញុំនឹងបោះពុំឆាប់ហ្នឹងអាហ្នឹងគឺឲ្យបងប្អូនយល់ទាំងអស់ដែលកន្លងមកបងប្អូនអត់បានយល់ទៅស្អីទៅអង់ទីយ៉ូទិកស្អីទៅថ្នាំជំនួយស្អីទៅវីតាមីនស្អីទៅអាហារូបត្ថម្ភអីទៅជំងឺនេះជំងឺនោះនឹងស្អីហ្នឹងគឺនឹងបានយល់នៅក្នុងសភៅហ្នឹងបងប្អូនអានសភៅហ្នឹងហើយគឺយល់ដឹងអស់ហ្មងអំពីលក្ខណៈរបស់សត្វដែលវាការប្រើប្រាស់ថ្នាំអីហ្នឹងដែលជាហ្នឹងដោយសារកត្តានោះឯងអញ្ចឹងណាបាទអញ្ចឹងរយៈពេលដែលយើងប្រើប្រាស់ថ្នាំ3ថ្ងៃបើសិនជាវាធូរស្បើយសត្វហ្នឹងវាធូរស្បើយហើយមានន័យថាការវិនិច្ឆ័យរបស់យើងហ្នឹងត្រឹមត្រូវហើយការប្រើប្រាស់ថ្នាំហ្នឹងត្រឹមត្រូវហើយបាទហ្នឹងហើយតែបើសិនណាជាវាមិនអត់ជានេះមានកន្លងមកហ្នឹងមានខាងក្រុមនិស្សិតដែលគាត់ចុះកម្មសិក្សាមកដល់កន្លែងខ្ញុំដែរគាត់បានសួរសំណួរហ្នឹងដូចគ្នាគាត់ថាចុះបើសិនជាយើងវិនិច្ឆ័យរោគសញ្ញាហ្នឹងហើយព្យាបាលទៅបែរជាអត់ជា
ta dương thôi giờ mày tàu tiệt nít chưa sầm nô đó là đại bọn ôn bàn xu nè các đại dương phơi ru bình chay lược đầm bồn mới khơi thay chủng ngư nâng về chẳng bắt tay nó phải để dương phải phạt nam chỉ ba rồi ra tới cầm rạch ở hơi là biệp ấy đang từ ở hai cài làm o cả lại bạn than luôn nơi ở hơi bắt tay vì ọt chìa bà vì ọt chìa chẳng dương thử tay phơi ru bình chay chỉ lực tì pì mình bạc ca thà phơi ru bình chay đầm bồn nâng từ tua ban chuột chơi thì pì pro chủng ngư về ai chơi trâu nó không tầm nạ ca để dương cầm pung tại phía ba đóขณะពេលដែលមន់យើងកំពុងតែសុខភាពខ្សោយនោះវាមានជំងឺផ្សេងចូលមកទៀតអញ្ចឹងបើព្យាបាល3ថ្ងៃអត់ជាបងប្អូនត្រូវធ្វើរោគវិនិច្ឆ័យសារឡើងវិញដើម្បីរកឲ្យឃើញជំងឺដែលវាជ្រៀតចូលគេហៅថាជំងឺឱកាសនិយមផ្សេងទៀតវាចូលមកឬក៏ដោយសារតែប្រសិទ្ធភាពរបស់ថ្នាំនឹងវាអត់មានកន្លែងហ្នឹងដែលយើងត្រូវមកសិក្សាអស់គ្នាហើយមួយទៀតវាអាចនឹងថាថ្នាំដែលបងប្អូនប្រើមកយូរហើយណាអានឹងវាមានរឿងច្រើនទៀតក្នុងសៀវភៅថ្មីនោះពាក់ព័ន្ធនឹងការស៊ាំថ្នាំរបស់មេរោគបាទថ្នាំដែលបងប្អូនប្រើមកជាយូរមកហើយនៅក្នុងនោះតាំងពីតូចមកប្រើញឹកញយហ្នឹងជាពិសេសគឺថ្នាំដែលបងប្អូនយល់ច្រឡំថាដាក់ឲ្យផឹករាល់ថ្ងៃដើម្បីការពារហ្នឹងវាបង្កើនភាពស៊ាំឲ្យមេរោគក្រោយមកនៅពេលដែលជំងឺវាចូលមកថ្នាំនឹងឯងប្រើលែងបានហ្មងអញ្ចឹងណាចាំបានការធ្វើវិនិច្ឆ័យលើកទី2នេះគឺធ្វើឲ្យយើងដឹងថាតើមានជំងឺអីថ្មីចូលមកទៀតឬក៏ថ្នាំដែលយើងប្រើប្រាស់នោះវាអត់មានប្រសិទ្ធភាពដោយសារតែជំងឺដោយសារតែមេរោគវាស៊ាំជាមួយនឹងថ្នាំអញ្ចឹងយើងនឹងធ្វើការផ្លាស់ប្ដូរថ្នាំកន្លែងហ្នឹងណាអានឹងសំខាន់ណាអាការធ្វើរោគវិនិច្ឆ័យទី2ហ្នឹងបាទប្រហែលជាបងប្អូនកម្របានលឺកន្លែងហ្នឹងប៉ុន្តែការព្យាបាលមន់ទាសត្វគឺត្រូវឈរលើគោលការណ៍ហ្នឹងធ្វើរោគវិនិច្ឆ័យដំណាក់កាលទី1ព្យាបាលរយៈពេល3ថ្ងៃក្រោយមកធ្វើរោគវិនិច្ឆ័យដំណាក់កាលទី2បើសិនជាវាអត់ធូរស្រាលអានឹងគេធ្វើលើកទី2ទៀតដើម្បីដឹងថាតើមានជំងឺអីថ្មីចូលមកទៀតឬក៏ថ្នាំដែលយើងប្រើប្រាស់ហ្នឹងវាអត់មានប្រសិទ្ធភាពកន្លែងហ្នឹងណាអានេះជាចំណុចស្នូលមកនៅក្នុងសៀវភៅហ្នឹងបាទអរគុណច្រើនបងប្អូនសង្ឃឹមថាវីដេអូនេះរៀងវែងតិចប៉ុន្តែជួយឲ្យបងប្អូនយល់ឃើញថាហេតុអីបានជាមន់បងប្អូនព្យាបាលឲ្យអត់ជាចឹងបើបងប្អូនទិញសៀវភៅខ្ញុំទៅណាសៀវភៅបច្ចេកទេសចាំមន់បងប្អូនមើលផ្នែកខាងក្រោយនិយាយពីគោលការណ៍11ឬក៏12នៅនោះនិយាយអំពីវិធីសាស្ត្រនៅក្នុងការព្យាបាលហ្នឹងតាំងពីរបៀបនៃការបង្ខាំងមន់ការលាយថ្នាំឲ្យត្រូវកម្រិតការផ្ដាច់ទឹកការសម្អាតកន្លែងបរិស្ថានដែលសត្វយើងរស់នៅហ្នឹងណាការបាញ់ថ្នាំការចាប់បំបែកអីនៅក្នុងហ្នឹងទាំងអស់ព្រោះតែតតែឈរលើគោលការណ៍នោះมันអាចព្យាបាលទៅមានប្រសិទ្ធភាពបាទអរគុណ